សញ្ញាវិជ្ជមានក្រៅជំនួបទ្វេភាគីរវាងសម្ដេចធិបតីហ៊ុនម៉ាណែតនិងថ្នាក់ដឹកនាំកំពូលសាធារណរដ្ឋកូរ៉េលោកប្រធានាធិបតីលីចេមយ៉ុងនៅព្រឹកថ្ងៃទី27ខែតុលាឆ្នាំ2025នៅទីក្រុងគូឡាឡាំពួរសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមលីចេមយ៉ុងប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េសម្ដេចធិបតីបានសម្ដែងជាថ្មីម្ដងទៀតនៅការអបអរសាទរចំពោះឯកឧត្តមលីចេមយ៉ុងដែលបានជាប់ឆ្នោតជាប្រធានាធិបតីសាធារណរដ្ឋកូរ៉េហើយបានលើកសរសើរអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យជាច្រើនដែលត្រូវបានលើកកម្ពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែឧសភាឆ្នាំ2024ដែលជាលទ្ធផលនៃការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល73ទសវត្សរ៍សម្ដេចធិបតីបានបញ្ជាក់ថាសាធារណរដ្ឋកូរ៉េជាដៃគូវិនិយោគនិងប្រភពភ្ញៀវទេសចរសំខាន់មួយរបស់កម្ពុជាហើយជាប្រទេសដែលទទួលពលករកម្ពុជាជាច្រើនដែលនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ជិតស្និទ្ធមិនត្រឹមតែរវាងរដ្ឋាភិបាលប៉ុណ្ណោះទេប៉ុន្តែក៏រវាងប្រជាជននៃប្រទេសទាំងពីរផងដែរសម្ដេចធិបតីក៏បានជម្រាបជូនប្រធានាធិបតីលីផងដែរថាសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះសំណូមពរនិងកង្វល់ដែលបានលើកឡើងដោយអ្នកវិនិយោគបរទេសរួមទាំងអ្នកវិនិយោគកូរ៉េតាមរយៈការជួបដោយផ្ទាល់និងតាមវេទិការាជរដ្ឋាភិបាលផ្នែកឯកជនប្រធានាធិបតីលីបានកោតសរសើរចំពោះទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរហើយបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ប្រជាជនកូរ៉េកំពុងរស់នៅនិងធ្វើការនៅកម្ពុជាប្រធានាធិបតីលីបានបង្ហាញសុតិធិនិយមថាទំនាក់ទំនងរវាងប្រទេសទាំងពីរមានសក្តានុពលធំធេងក្នុងការបន្តលើកកម្ពស់ទៅកម្រិតខ្ពស់ថែមទៀតសម្ដេចធិបតីនិងប្រធានាធិបតីលីបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់រួមទាំងវិស័យការពារជាតិនិងសន្តិសុខដែលថ្នាក់ដឹកនាំទាំងពីរបានទទួលស្គាល់សមិទ្ធផលរួមគ្នាជាច្រើនក្នុងវិស័យនេះថ្នាក់ដឹកនាំទាំងពីរមានទស្សនៈដូចគ្នាថាឧក្រិដ្ឋកម្មឆ្លងដែននិងឧក្រិដ្ឋកម្ម Cyber មិនមែនជាបញ្ហាដែលប្រទេសណាមួយប្រឈមនិងអាចដោះស្រាយតែម្នាក់ឯងនោះទេដូច្នេះទាមទារឲ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាពិសេសកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េក្នុងន័យនេះសម្ដេចធិបតីនិងប្រធានាធិបតីលីបានឯកភាពគ្នាបង្កើតនិងដាក់ឲ្យដំណើរការក្រុមការងារចម្រុះមួយនៅខែវិច្ឆិកាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននិងឧក្រិដ្ឋកម្មនានាដែលពាក់ព័ន្ធនឹង Cyber ជាពិសេសពាក់ព័ន្ធនឹងជនជាតិកូរ៉េសម្ដេចធិបតីបានលើកឡើងថាការសម្រេចចិត្តនេះបង្ហាញពីការបដិញ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនិងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ដែលគំរាមកំហែងដល់សុវត្ថិភាពសេចក្តីថ្លៃថ្នូរនិងសុខុមាលភាពបុគ្គលផ្អែកលើការពិភាក្សាជាវិជ្ជមាននៅថ្ងៃនេះប្រធានាធិបតីលីបានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំងក្លាចំពោះកិច្ចសហប្រតិបត្តិការនេះហើយបានសន្យាថានឹងពិចារណាលើបញ្ហាការងារនិងកាត់បន្ថយកម្រិតប្រកាសអាសន្នសម្រាប់ការធ្វើដំណើរប្រធានាធិបតីសាធារណរដ្ឋកូរ៉េបានធានាចំពោះសម្ដេចធិបតីថាបញ្ហាឧក្រិដ្ឋកម្ម Cyber នេះនឹងមិនជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគីជារួមរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េទេហើយប្រធានាធិបតីលីទន្ទឹងរង់ចាំបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើកទឹកចិត្តស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរឲ្យធ្វើការយ៉ាងជិតស្និទ្ធដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីទាក់ទាញការវិនិយោគកូរ៉េមកកម្ពុជានិងជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនព្រមទាំងធ្វើការរួមគ្នាផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីររួមទាំងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់